ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាឃើញហើយគឺនេះគឺជាសកម្មភាពមួយយើងកំពុងតែដើរចងត្រប់វែងដើម្បីយើងទុកធ្វើពូជចាដោយសារត្រប់វែងនេះបងប្អូនគឺជាប្រភេទពូជក្នុងស្រុកអញ្ចឹងយើងជ្រើសរើសពូជយើងជ្រើសរើសយកពូជណាផ្លែណាដែលល្អហើយដើមណាដែលល្អវាអត់មានពពុះសត្វល្អិតកាត់បំផ្លាញឬមួយជំងឺអីមកប៉ះពាល់ដើមរបស់វាអញ្ចឹងពេលដែលយើងធ្វើការជ្រើសរើសពូជគឺយើងជ្រើសរើសយកពូជណាដែលផ្លែវាធំសឡូនចាអាហ្នឹងគឺយើងទុកធ្វើពូជទៅហើយផ្លែណាអត់ល្អគឺយើងបេះវាចេញដើម្បីយើងយកទៅលក់នៅទីផ្សារចាហើយអំពូមីងបងត្រប់នេះគឺជាប្រភេទត្រប់វែងហើយជាប្រភេទពូជក្នុងស្រុកទៀតចាយើងមើលទៅគឺដងដើមវាអីគឺធំត្រោះល្អចាស្លឹកវានេះគឺពណ៌បៃតងស្រស់ហើយផ្កាវិញអំពូមីងបងគឺចេញមកជាកញ្ចុំតែម្ដងចាគឺផ្កាវាចេញជាកញ្ចុំហើយនិយាយពីផ្លែវិញអំពូមីងបងហើយគឺថាធំនោះធំចាគឺផ្លែនេះគឺយើងជ្រើសរើសយកទឹកធ្វើពូជចាអញ្ចឹងយើងយកខ្សែខ្មៅរបស់យើងហ្នឹងគឺយើងយកមកចងនៅសណ្ដង់ខាងលើទៅដើម្បីយើងស្រួលចំណាំមើលថាផ្លែហ្នឹងគឺយើងទុកធ្វើពូជចាដល់ពេលអញ្ចឹងយើងស្រួលចំណាំមើលព្រោះអីនៅពេលដែលយើងចាប់ផ្ដើមប្រមូលផលគឺយើងមិនមែនប្រមូលផលតែម្នាក់ឯងទេយើងអាចមានបងប្អូនយើងជាច្រើនដែលយើងរកគាត់មកជួយប្រមូលផលចាហើយនិយាយពីផ្កាវិញនេះអំពូមីងបងគឺវាចេញមកគឺចង់ជាកោមតែម្ដងចាំមកជាកោមនឹងផ្កាវា5 6ដល់ពេលវាចេញផ្លែមកគឺយើងអាចទុកដល់5 6នឹងទេគឺយើងទុកអាច2ឬមួយក៏3ទេចាបើផ្លែណាចេញមកវាអត់សូវមានកម្លាំងគឺយើងបេះវាចោលទៅយើងទុកតែក្តាប់ណាដែលវាមានលក្ខណៈថាធំថ្លោះល្អមើលទៅមានកម្លាំងគឺយើងគូទុកទៅចាហើយចំពោះត្រប់វែងនេះដែរអំពូមីងបងគឺយើងដាំនៅលើរងតែមួយនេះគឺយើងដាំ3សារួចមកហើយចាសាទី1គឺយើងដាំតសក់សាទី2គឺយើងដាំតឡាចាហើយសាទី3នេះគឺយើងដាំពពុះត្រប់វែងចាគឺយើងដាំ3សារួចហើយគឺយើងមើលទៅដំណាំរបស់យើងគឺនៅតែដុះលូតលាស់ល្អតែម្ដងចាដោយសារអីដោយសារយើងមានការថែទាំដល់ហើយនៅតាមរោងនីមួយហ្នឹងគឺយើងមានការផ្លាស់ប្ដូរចាលបាយដីចាស់ចោលគឺយើងដាក់លបាយដីថ្មីចូលបន្តមកទៀតគឺយើងបានចាប់ផ្ដើមដាក់ដាំកូនដំណាំយើងនឹងចូលតែម្ដងបើសិនបើយើងដាក់ដាំដុះអត់មានការផ្លាស់ប្ដូរលបាយដីទេវាធ្វើឲ្យដំណាំរបស់យើងនឹងដុះមកលូតលាស់អត់សូវល្អទេដោយសារអីដោយសារដីវាដដែលចំពោះការដាំដុះក៏អញ្ចឹងដែរបើសិនបើយើងដាំយើងមិនគួរដាំមុខដំណាំដដែលទេគឺយើងត្រូវតែធ្វើការផ្លាស់ប្ដូរមុខដំណាំចាដើម្បីឲ្យដំណាំរបស់យើងនឹងវាអត់ស៊ាំនៅលើប្រព័ន្ធនឹងតែមួយទេចាគឺយើងផ្លាស់ប្ដូរមុខដំណាំចាម្ដងដាំដំណាំនេះម្ដងដាំដំណាំនោះទៅអញ្ចឹងវាអត់ស៊ាំទៅនឹងដំណាំដដែលវាធ្វើឲ្យដំណាំនឹងវាដុះលូតលាស់បានល្អហើយវាមានភាពធន់បានមួយចំនួនផងដែរចាហើយត្រប់នេះដែរអំពូមីងបងគឺវាសបោសាច់តែបើគ្រាប់វិញតិចទេប៉ុន្តែបើសាច់វិញគឺច្រើនចាហើយនិយាយពីសាច់វាហាប់ណែនហើយរសជាតិវិញគឺឆ្ងាញ់តែម្ដងចាបើសិនបើយើងយកទៅធ្វើជាម្ហូបអាហារយកទៅស្លទៅស្លុកអីគឺមានជាតិណាចាគឺរសជាតិវាគឺល្អមែនតែនចាប្រភេទពូជត្រប់ក្នុងស្រុកបើសិនបើពូជក្រុមហ៊ុនវិញគឺវាសបោគ្រាប់ចាសបោគ្រាប់ហើយសាច់អត់សូវមានទេវាខុសពីពូជនៅក្នុងស្រុកតែម្ដងចាហើយអូពូមីងបងមើលគឺល្អចាក្រោយពេលដែលយើងធ្វើការកាត់សម្អាតស្លឹកហើយយើងកំពុងតែដើរយកខ្សែចងដើម្បីចំណាំស្រួលមើលនៅពេលដែលយើងប្រមូលផលទៅគឺយើងបេះស្រួលទុកមើលចាអូពូមីងបងមើលគឺល្អមែនតែនចាគឺផ្លែវាធំចាពណ៌វិញគឺស្វាយចាស់គឺល្អចាបើឃើញហើយគឺជាប់ចិត្តដិតអារម្មណ៍តែម្ដងចាអំពូមីងបងមើលគឺផ្លែច្រើនណាចាអរគុណច្រើនអំពូមីងបងសម្រាប់ការតាមដានទស្សនាវីដេអូមានអ្វីចូលរួមអាចសរសេរបានខាងក្រោមជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលា